អ្នករួមដំណើរនៅក្នុងរថយន្តនោះប្រហែលអ្នកដែរលោកពូម្នាក់ឯងមានគ្រោះថ្នាក់អីទេលោកពូអត់ប្រុសក៏ស្រីដែរលោកពូប្រុសវ័យប្រហែលប្រហែលដែរលោកពូហើយទី30ជាងជីបុកខឿនតែម្ដងលោកពូបាទបុកខឿនហើយបន្ទាប់មកគឺកន្លះកន្លែងហ្នឹងគឺម្ចាស់គាត់ទៅបាត់តែម្ដងណាបាទលោកពូអរគុណច្រើនលោកពូបាទបាទបងប្អូនប្រិយមិត្តករណីគ្រោះថ្នាក់ចរាចរណ៍ឡាន Ranger ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 2BL 20គុត80គុតបានក្រឡាប់បន្ទាប់ពីបុកខឿនក៏ដូចជាបុកផ្ទាំងបកគោលប៉ាណូមួយគ្រឿងនេះគឺបណ្ដាលឲ្យក្រឡាប់នៅកណ្ដាលផ្លូវនេះតែម្ដងមកបាសជើងជ្រងបើតាមលោកពូបានឲ្យដឹងគឺរថយន្តមួយគ្រឿងនេះគឺបើកបរដោយបុរសម្នាក់សង្ស័យក្នុងស្ថានភាពងុយគេងហើយបន្ទាប់ពីកើតហេតុមកគឺអ្នកបើកបរនោះគឺមិនមានរងរបួសអីទេបងប្អូនប្រិយមិត្តគឺចំណែកឡានគឺរងការខូចខាតយ៉ាងដំណំផងដែរបន្ទាប់ពីបុកបង្គោលប៉ាណូនេះបងប្អូនប្រិយមិត្តគឺស្លាកស្នាមបុកបង្គោលប៉ាណូគឺបណ្ដាលឲ្យក្រឡិតហើយបន្ទាប់មកគឺឡានគឺបាក់កង់ខាងឆ្វេងមកខាងហើយបែកស្តុបក៏ដូចជាបែកថ្ពាល់មកខាងឆ្វេងគឺបណ្ដាលឲ្យក្រឡាប់នៅនឹងកន្លែងកាត់ហេតុនេះតែម្ដងប្រិយមិត្តដែលនិយមតាមដាននិងទស្សនាការផ្សាយរបស់អង្គភាព NSP News គណៈស្មានដែរផងដែរគឺត្រូវនឹងម៉ោង 1:47 នាទីយប់ឈានចូលថ្ងៃទី9ខែមករាឆ្នាំ2025នៅខាងក្រោយនេះគឺឡាន Ranger ពណ៌សមួយគ្រឿងដែលបើកបរដោយបុរសម្នាក់សង្ស័យក្នុងស្ថានភាពងងុយគេងបានឡើងលើសួនច្បារពុះរងផ្លូវបណ្ដាលឲ្យបុកនឹងបង្គោលប៉ាណូបណ្ដាលឲ្យក្រឡាប់នៅនឹងកន្លែងកាត់ហេតុដែលស្ថិតនៅសង្កាត់ព្រែកលៀកខណ្ឌជ្រួយចង្វាររាជធានីភ្នំពេញ Ranger ពណ៌សមួយគ្រឿងសង្ស័យថាក្នុងស្ថានភាពងងុយគេងបណ្ដាលឲ្យឡើងខឿនបងប្អូនប្រិយមិត្តហើយនេះគឺជាស្នាមឡើងខឿនបន្ទាប់មកគឺបើកឡើងខឿនរះទៅបុកនឹងបកគោលប៉ាណូបណ្ដាលឲ្យឡានក្រឡាប់ក៏ដូចជាបាក់កង់ខាងឆ្វេងមកខាងនិងថ្ពាល់ឡានមកខាងបណ្ដាលឲ្យក្រឡាប់នៅនឹងកន្លែងកាត់ហេតុនេះតែម្ដងហើយចំណែករថយន្ត Ranger នេះគឺបើកបរដោយបុរសម្នាក់បន្ទាប់ពីកើតហេតុហ្នឹងគឺប្រជាពលរដ្ឋបានអះអាងថាគឺបុរសនេះគឺបានជាប់ក្នុងឡានហើយក៏បានបែកចិញ្ចើមបន្តិចដែរហើយបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរតាមដងផ្លូវឃើញជាប់ក្នុងឡានហ្នឹងក៏ជួយទាញចេញហើយបន្ទាប់ពីចេញឡានហើយជនរងគ្រោះក៏ដូចជាអ្នកបើកបរឡាន Ranger មួយគ្រឿងក៏គេចចេញពីកន្លែងកាត់ហេតុបន្សល់តែទុករថយន្ត Ranger ពណ៌សមួយគ្រឿងនេះនៅនឹងកន្លែងកាត់ហេតុហើយចំណែករថយន្ត Ranger ពណ៌សនេះគឺពាក់ផ្លាកលេខភ្នំពេញ 2BL 20គុត88បងប្អូនប្រិយមិត្តហើយឥឡូវនេះគឺរងការខូចខាតនៅនឹងកន្លែងកាត់ហេតុនេះតែម្ដងហើយនេះគឺជាស្នាមដែលឡាន Ranger មួយគ្រឿងនេះបើកបុកនឹងបង្គោលប៉ាណូបងប្អូនប្រិយមិត្តគឺបង្គោលប៉ាណូប៉ុណ្ណីឡើងរលើងក៏ដូចជាឡើងកលិតកលាញបង្គោលភ្លើងនេះយ៉ាងដំណំផងដែរហើយបន្ទាប់ពីបុកហើយក៏ក្រឡាច់បាសផ្ងាជើងនៅនឹងកន្លែងកាត់ហេតុផ្ទៃខាងមុខគឺបែកបាក់នៅនឹងគុំផ្កានេះតែម្ដងបងប្អូនប្រិយមិត្តបាទនេះគឺជាស្នាមសតែអំបែងរថយន្តឡាន Ranger ហើយចំណែកកញ្ចក់ក៏ដូចជាចង្គៀងខាងមុខគឺបាក់បែកខ្ទេចខ្ទីនៅនឹងគុំផ្កានេះតែម្ដងបាទហើយនេះគ្រាន់តែជាព័ត៌មានបឋមខ្លះៗដែលយើងទទួលបាននៅនឹងចំណុចកាត់ហេតុពីបងប្អូនប្រជាពលរដ្ឋហើយនេះគឺជាការខូចខាតបងប្អូនបាទដូចជាកង់ដូចជាកលេដូចជាប្រេងដូចជាអីហ្នឹងគឺបាក់បែកហើយចំណែកកង់គឺបែកតែម្ដងបងប្អូនប្រិយមិត្តហើយនេះដូចជាយ៉ាន់កង់យ៉ាន់អីគឺបែកយ៉ាងដំណំតែម្ដង Ranger មួយគ្រឿងនេះបាទហើយយើងមិនដឹងថាស្ថានភាពគាត់យ៉ាងម៉េចទេប៉ុន្តែបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋគឺបានឲ្យដឹងគឺសង្ស័យថាក្នុងស្ថានភាពងងុយគេងហើយផ្លូវនេះគឺស្ងាត់មែនតើអត់មានរថយន្តក៏ដូចជាម៉ូតូអីអ៊ូអរទេគឺស្ងាត់មែនតើស្ងាត់បាទស្ងាត់មែនតើបងប្អូនប្រិយមិត្តស្ងាត់មែនតើហើយសំណាងល្អដែរដែលម្ចាស់រថយន្តมันមានការគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតរងការខូចខាតតែរថយន្តទេហើយរថយន្ត Ranger នេះគឺយ៉ាងថ្មីស្រឡាងទីគណៈស្មាននេះគឺយើងមិនដឹងថាគ្រួសារសាច់ញាតិក៏ដូចជាបងប្អូនរបស់គាត់បានដឹងហើយឬនៅក៏យើងមិនទាន់ដឹងដែរដោយសារគាត់អត់ឲ្យសម្ភារទេបន្ទាប់ពីកើតហេតុហើយគឺគាត់បានរត់គេចខ្លួនចេញពីកន្លែងកាត់ហេតុក៏ដូចជាគេចខ្លួនពីកន្លែងកាត់ហេតុហើយចំណែក
ប្រេងឡានបងប្អូនប្រេងមិត្តចំណែកប្រេងឡានកំពុងតែហូរកក្លាក់តែម្ដងឡើងពេញផ្លូវហើយកញ្ចក់ឡានក៏ដូចជាពងសវត្ថិភាពនៅក្នុងឡានក៏បែកដែរបងប្អូនប្រិយមិត្តបាទហើយពិតជាសំណាងល្អមែនតើម្ចាស់រថយន្តដែលបើកបរដោយបរិសម្នាក់គឺគ្រាន់តែរបួសចិញ្ចើមបន្តិចបន្តួចហើយចំណែករថយន្តបន្ទាប់ពីបុកនឹងបង្គោលប៉ាន់ណូហើយក្រឡាប់នៅនឹងកន្លែងកាត់ហេតុបណ្ដាលឲ្យបាក់កង់ដូចជាថ្ពាល់រថយន្តខាងឆ្វេងយ៉ាងដំណំហ្នឹងក៏បានក្រឡាប់នៅកន្លែងហ្នឹងហើយបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរតាមដងផ្លូវឃើញក៏ជួយអស់ចេញពីក្នុងឡានហើយបន្ទាប់ពីចេញពីក្នុងឡានហើយគាត់បានកិច្ចខ្លួនក៏ដូចជាគាត់មិននៅនឹងកន្លែងកាត់ហេតុនេះទេបងប្អូនប្រិយមិត្តព័ត៌មានបឋមដែលយើងទទួលបាននៅនឹងចំណុចកាត់ហេតុដែលស្ថិតនៅសង្កាត់ព្រៃលៀបខណ្ឌជ្រោយចង្វាគឺឡាន Ranger ពណ៌សមួយគ្រឿងនេះគឺសង្ស័យបើកបរក្នុងស្ថានភាពងងុយគេងបានជ្រុលមកបុកនឹងបង្គោលប៉ាណូបន្ទាប់មកក្រឡាប់នៅនឹងកន្លែងកាត់ហេតុនិងបន្ទាប់ពីក្រឡាប់ហើយម្ចាស់រថយន្តបានគេចចេញពីកន្លែងកាត់ហេតុបន្សល់ទុកតែរថយន្តនៅនឹងចំណុចទីតាំងនេះតែម្ដងហើយនេះគ្រាន់តែជាព័ត៌មានបឋមដែលយើងទទួលបានពីប្រជាពលរដ្ឋបាទអរគុណណាបងប្អូនប្រិយមិត្តដែលតាមដានទស្សនាការផ្សាយរបស់អង្គភាព NSP News ពីខ្ញុំបាទភានិតនិងក្រុមការងារសូមជម្រាបលា